សួស្តីទស្សនិកជនទាំងអស់គ្នាខ្ញុំគឺជាអ្នកស្រីវិជ្ជបណ្ឌិត Previty រាមាស្វាមីពីមន្ទីរពេទ្យ Apollo Secundera Park ខ្ញុំចង់ចែករំលែកព័ត៌មានមួយដែលមានប្រយោជន៍ខ្លាំងណាស់និងសមស្របនឹងសម័យបច្ចុប្បន្ននេះគឺរឿងអំពីការការពារកំណើតសប្តាហ៍ថ្ងៃនេះវប្បធម៌របស់យើងស្ទើរតែដូចជាប្រទេសខាងលិចស្ត្រីមិនទាន់រៀបការជាច្រើនកំពុងមានសកម្មភាពផ្លូវភេទហើយអ្វីដែលអ្នកត្រូវដឹងគឺសូមពិគ្រោះជាមួយវិជ្ជបណ្ឌិតស្ត្រីសម្រាប់ការណែនាំអំពីការការពារកំណើតឲ្យត្រឹមត្រូវឬវិធីបង្ការការមានផ្ទៃពោះដែលមិនចង់បានហេតុអ្វីបានជាវាធ្វើឲ្យមានសារៈសំខាន់ដល់ប៉ុណ្នេះគ្រប់ករណីផ្ទៃពោះដែលមិនចង់បានដែលអ្នកមករកយើងសូមធ្វើដំណើរការលុបកូនវាធ្វើឲ្យយើងឈឺចាប់ខ្លាំងណាស់ព្រោះការលុបកូននីមួយអាចប៉ះពាល់ដល់ខាងក្នុងស្បែកស្បូននិងស្រទាប់ខាងក្នុងស្បូនមានឱកាសពេចទួចដែលអ្នកមិនអាចមានកូនបានទៀតទេនោះគឺជាការអាស៊ីសំទាននៅអនាគតការលុបកូនក៏អាចនាំមកជាមួយបញ្ហាស្មុគស្មាញផ្ទាល់ខ្លួនរបស់វាផងដែរដូច្នេះតើអ្នកមិនគិតថាវាសំខាន់ណាស់ទេក្នុងការធ្វើផែនការមិនឲ្យមានផ្ទៃពោះមានជម្រើសជាច្រើនណាស់ដែលអាចប្រើបានហើយជាពិសេសសម្រាប់ក្មេងស្រីអ្នកត្រូវតែរក្សាអំណាចក្នុងដៃរបស់អ្នកឲ្យបាននៅក្នុងស្ថានភាពបែបនេះជម្រើសល្អបំផុតគឺគ្រាប់ថ្នាំបង្ការកំណើតដែលគេបរិភោគតាមមាត់ដែលវិជ្ជបណ្ឌិតរបស់អ្នកនឹងផ្ដល់អនុសាសន៍ឲ្យអ្នកមានអ្វីមួយហៅថាថ្នាំបង្ការកំណើតបន្ទាន់ដែលអ្នកត្រូវបរិភោគភ្លាមបន្ទាប់ពីមានភេទប៉ុន្តែខ្ញុំមិនណែនាំឲ្យអ្នកប្រើវាទេព្រោះវាមានអត្រាបរាជ័យនិងអាចបណ្ដាលឲ្យមានការហូរឈាមមិនប្រក្រតីបន្ទាប់ពីរឿងទាំងអស់នេះចប់អ្នកនឹងមានភាពច្របូកច្របល់ថាតើអ្នកមានផ្ទៃពោះឬអត់ដូច្នេះខ្ញុំសូមណែនាំឲ្យអ្នកសូមពិគ្រោះជាមួយវិជ្ជបណ្ឌិតស្ត្រីវគ្គសាស្ត្ររបស់អ្នកដើម្បីទទួលបានការណែនាំអំពីការប្រើថ្នាំបង្ការកំណើតឲ្យត្រឹមត្រូវសូមរក្សាឲ្យមានសុវត្ថិភាពសម្រាប់ក្មេងស្រីវ័យក្មេងទាំងអស់